យើងអាចសិក្សាអំពីព្រះពិតតាមរយៈសៀវភៅដ៏អស្ចារ្យមួយហៅថាព្រះគម្ពីរព្រះគម្ពីរជាព្រះបន្ទូលបរិសុទ្ធរបស់ព្រះអ្នកនឹងឆ្ងល់ថាតើអ្នកណាជាអ្នកសរសេរសៀវភៅនេះហើយតើសៀវភៅនេះកើតឡើងដោយរបៀបណាការពិតគឺជាព្រះជាម្ចាស់ដែលជាអ្នកនិពន្ធគម្ពីរនេះប៉ុន្តែទ្រង់បានប្រើមនុស្សជាច្រើនដើម្បីសរសេរផ្នែកផ្សេងៗនៃព្រះគម្ពីរព្រះជាម្ចាស់បានបង្ហាញឲ្យពួកគេឃើញនៅអ្វីៗដែលទ្រង់ចង់ឲ្យពួកគេសរសេរអត្ថបទដែលបានសរសេរទាំងនេះបង្កើតបានជាសៀវភៅមួយដែលយើងបានស្គាល់ថាជាព្រះគម្ពីរដែលជាព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ព្រះគម្ពីរប្រាប់ថាគឺជាមនុស្សបរិសុទ្ធរបស់ព្រះដែលបានទាយឬសរសេរដោយសារព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ព្រះជាម្ចាស់បានប្រទានសៀវភៅដ៏អស្ចារ្យនេះដល់យើងដើម្បីឲ្យយើងអាចដឹងសេចក្តីពិតទាំងអស់ព្រះគម្ពីរប្រាប់យើងពីសេចក្តីពិតអំពីព្រះសេចក្តីពិតអំពីមនុស្សនិងសេចក្តីពិតអំពីរបៀបដែលយើងអាចតាក់ទងជាមួយនឹងព្រះជាម្ចាស់